សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនតាក់ទងទៅនឹង4ចំណុចចំណុចទី1គឺយើងរៀនតាក់ទងជាមួយនឹងការ flip ទៅលើ header ទី2គឺយើងរៀនតាក់ទងជាមួយនឹងការបង្ហាញឬក៏ការលាក់ header ទី3គឺយើងរៀនតាក់ទងជាមួយនឹងការ split area ទី4គឺយើងរៀនតាក់ទងជាមួយនឹងការ join area អូខេអញ្ចឹងនៅពេលដែលយើងបើកមកគឺវានឹងធ្វើការបង្ហាញផ្ទាំងរបៀបនេះជាលក្ខណៈ default គឺជាលក្ខណៈដើមរបស់វាទីទូទៅ header គឺវាតែងតែនៅពីលើនៃ area នេះបងប្អូនឃើញនេះអានេះគឺជា header មួយដូចអ្វីដែលយើងបានរៀនការពីមេរៀនមុនផ្ទាំងធំនេះគឺជា area ក៏ប៉ុន្តែ editor វាគឺជាប្រភេទ 3D viewport អូខេឥឡូវខ្ញុំទាញនេះឡើងលើបន្តិច area នេះក៏ជា area មួយដែរហើយប្រភេទ editor របស់វាគឺជា timeline ហើយនេះគឺជាក្បាលរបស់វាគឺជា header របស់វាហើយមួយទៀតនៅខាងនេះខ្ញុំទាញចុចក្រោមបន្តិចអានេះគឺជា area មួយដែរហើយ editor របស់វាគឺជា outliner ហើយខាងលើនេះគឺជា header គឺជាក្បាលរបស់វានៅខាងក្រោមនេះគឺជា area មួយដែរហើយប្រភេទ editor របស់វាគឺជា property ហើយនៅខាងលើនេះគឺជា header គឺជាក្បាលរបស់វាអូខេឥឡូវខ្ញុំមកខាងនេះវិញចានេះដោយសារវាធំយើងងាយស្រួលក្នុងការបញ្យល់អូខេអញ្ចឹងនេះគឺជា header ខ្ញុំចង់ធ្វើការផ្លាស់ប្ដូរ header ពីនៅខាងលើមកនៅខាងក្រោមខ្ញុំគ្រាន់តែយក cursor ដាក់នៅលើអក្សរអញ្ចឹងនៅក្នុង header ហ្នឹងវាមាន option ផ្សេងគ្នាអាស្រ័យទៅលើប្រភេទ editor ជាក់ស្ដែងដូចនេះអញ្ចឹងវាមានដូចជាគេមាន view មាន select មាន add មាន object មកដោយសារអីដោយសារតែ editor របស់វាគឺជា 3D viewport រយៈខាងនេះគឺអត់មានអីផ្សេងវិញទៅអូខេឥឡូវថាខ្ញុំចង់ធ្វើការផ្លាស់ប្ដូរវាមកខាងក្រោមខ្ញុំគ្រាន់តែយក cursor ដាក់នៅពីលើអក្សរណាមួយនេះអក្សរប្រមាណនេះហើយយើងធ្វើការ right click យើងយកពាក្យថា header ហើយយើងយកពាក្យថា flip to bottom flip to bottom មានន័យថាយើងត្រឡប់វាឲ្យ header ហ្នឹងមកខាងក្រោមនេះបងប្អូនឃើញទេគឺវាត្រឡប់មកខាងក្រោមតែខាងលើលែងមានហើយយើងចង់ឲ្យវាត្រឡប់ទៅវិញយើងគ្រាន់តែយក cursor របស់យើងដាក់នៅពីលើអក្សរហ្នឹង right click ចូលទៅ header ហើយយកពាក្យថា flip to top អញ្ចឹងវាត្រឡប់ទៅខាងលើឥឡូវយើងចូលមក area មួយទៀតដែលមាន editor របស់វាគឺជា timeline អញ្ចឹងយើងមើលនេះគឺជាក្បាលរបស់វានេះអញ្ចឹងយើងចង់ឲ្យវាត្រឡប់ចុះក្រោមយើងគ្រាន់តែធ្វើការ right click ហើយយើងយកពាក្យថា flip to bottom អញ្ចឹងគឺវា move ចុះក្រោមនេះ header របស់វា move ចុះក្រោមអូខេនៅខាងនេះម្ដងខ្ញុំចង់ឲ្យ header របស់វាហ្នឹងគឺ move មកក្រោមយើងគ្រាន់តែយក cursor ដាក់នៅពីលើប៊ូតុងណាមួយក៏បានកន្លែងនេះអូខេហើយយើងធ្វើការ right click យើងយកពាក្យថា header ហើយយើងយកពាក្យថា flip to bottom អញ្ចឹងវា move ចុះក្រោមចង់វាឡើងលើវិញគឺយើងយក cursor ដាក់នៅកន្លែងនេះមកហើយយើងធ្វើការ right click header ហើយយកពាក្យថា flip to top អូខេសម្រាប់អានេះគឺវាមិនខុសគ្នាទេគឺដូចគ្នាយើងគ្រាន់តែធ្វើការ right click header ហើយយកពាក្យថា flip to bottom អញ្ចឹងវា move ចុះក្រោមចង់វាឡើងលើវិញគឺ right click flip to top អូខេអានេះវានៅខាងក្រោមខ្ញុំចង់វាឡើងលើវិញគឺ right click ចូលទៅ flip to top អញ្ចឹងវាត្រឡប់មកខាងលើវិញអូខេមួយទៀតតើតូនជាមួយនឹងការលាក់ header ប្រសិនបើករណីដែលយើងចាំបាច់យើងធ្វើការងារទៅក៏ប៉ុន្តែការងាររបស់យើងគឺវាមិនពឹងអាស្រ័យទៅលើ header អញ្ចឹងយើងអាចធ្វើការលាក់វាបានដើម្បីបាន space ធំអញ្ចឹងទៅអូខេអញ្ចឹងឧទាហរណ៍នេះអញ្ចឹងអានេះវាមាន header យើងចង់លាក់វាយើងចង់បង្ហាញវាយើងយក right យើងយក cursor របស់យើងដាក់នៅពីលើវាមក right click យើងយកពាក្យថា header យើងយកពាក្យថានេះ show header អញ្ចឹងបើ tick របៀបនេះមានន័យថាវាបង្ហាញដល់ពេលដែលយើងដោះ tick គឺវាលាក់តែម្ដងអូខេយើងចង់បង្ហាញវិញបងប្អូនមើលកន្លែងនេះសញ្ញាព្រួយនេះយើង click លើវាមកគឺវាពលាយើងវិញអូខេសម្រាប់អានេះអញ្ចឹងអានេះគឺដូចគ្នាដែរយើងធ្វើការ right click ហើយយើងធ្វើការដោះ tick នេះអូខេអញ្ចឹងគឺវានឹងធ្វើការលាក់ header ចង់បង្ហាញវិញគឺនេះ click លើវាមកគឺវានឹងបង្ហាញវិញសម្រាប់ប្រមាណនេះគឺវាដូចគ្នាដែរមិនខុសគ្នាទេយើងចង់លាក់ចង់ flip គឺវាដូចគ្នាអូខេមួយទៀតតកតងជាមួយនឹងការ split area អញ្ចឹងដូចមេរៀនមុនយើងបានរៀនតកតងជាមួយនឹង area អញ្ចឹងឧទាហរណ៍អាធំនេះទាំងធំនេះវាគឺជា area មួយក៏ប៉ុន្តែប្រភេទ editor របស់វាគឺជា 3D viewport ឧទាហរណ៍ខ្ញុំចង់ធ្វើការ split វាអញ្ចឹង split មានថាយើងបំបែកវាអូខេអញ្ចឹងយើងបំបែកវាខ្ញុំយកគ្រាន់តែយក cursor ដាក់នៅកន្លែងនេះក៏បាននេះដាក់ចេញសញ្ញាព្រួយរបៀបនេះសញ្ញាខ្វែងសញ្ញាលេខបូករបៀបហ្នឹងឬក៏ខាងនេះក៏បាននេះឬក៏ខាងនេះក៏បានដាក់ក្រោមវិញមកឲ្យវាចេញរបៀបអញ្ចឹងឬក៏ខាងនេះក៏បាន
ឥឡូវខ្ញុំយកដាក់នេះចុះហើយយើង click ទាញវាពេលណាយើង click ទាញយើងឃើញបន្ទាត់មួយបន្ទាត់ហ្នឹងប្រើដើម្បីធ្វើការ split ដើម្បីធ្វើការបំបែកarea របស់យើងហើយយើងបន្លែងវាមកអញ្ចឹងគឺយើងបាន area 2អញ្ចឹង area នេះគឺយើងអាចធ្វើការផ្លាស់ប្ដូរទៅ editor ផ្សេងទៀតអាស្រ័យលើការងាររបស់យើងឧទាហរណ៍ខ្ញុំដូរទៅជាគេ UV editor អញ្ចឹងយើងបានផ្ទាំងការងារយើងមួយរបៀបនេះនេះមួយរបៀបនេះហើយសម្រាប់ area នេះគឺយើងអាចបំបែកទៅកាន់ area ផ្សេងទៀតក៏បានដែរយើងគ្រាន់យក cursor ដាក់នៅអញ្ចឹងមកនេះដាក់ចេញសញ្ញាលេខបូករបៀបហ្នឹងឬក៏ដាក់នៅរបៀបនេះក៏បាននៅខាងនេះក៏បាននៅខាងក្រោមក៏បាននៅកន្លែងនេះក៏បានតាមចិត្តរបស់យើងអូខេឥឡូវខ្ញុំចង់បំបែកវារបៀបនេះទីវាចុះក្រោមអូខេអញ្ចឹងយើងបំបែក area មួយទៀតអញ្ចឹងបាន2 area អញ្ចឹងគឺយើងអាចដូរ editor ទៀតបើសិនបើយើងត្រូវការប្រភេទ editor ផ្សេងយកមកប្រើឥឡូវខ្ញុំយក image editor click មកគឺវាបានapply image editor ចូល area នេះអញ្ចឹងនៅក្នុងនេះមាន area មក1 2 3នៅកន្លែងនេះក៏ជា area ដែរយើងអាចធ្វើការបំបែក area បានដូចជាមួយនឹងខាងមិញដែរគឺយើងអាចយក cursor click របៀបនេះទាញខ្ញុំចេះក៏បានដែរអូខេបន្តមកទៀតយើងអាចធ្វើការបំបែកវាទៀតតូចទៀតគឺយើងអាចបំបែកបានច្រើនរបៀបមែនតើអូខេនៅខាងក្រោមនេះគឺយើងអាចធ្វើការបំបែកឬក៏យើងនិយាយថា split នឹងយើងយក cursor ដាក់នៅចេះមកហើយយើងទាញឃើញទេអូខេជាយើងបំបែកបានច្រើនរបៀបអូខេឥឡូវយើងចាប់ផ្ដើមធ្វើការជាន់វាវិញមានន័យថាយើងភ្ជាប់គ្នាវិញអូខេអញ្ចឹងភ្ជាប់យើងគ្រាន់តែយក cursor ដាក់នៅកន្លែងដែលយើងបំបែកហ្នឹងខាងនេះក៏បានខាងនេះក៏បានទៅតាមទិសដៅណាដែលយើងចង់ធ្វើការភ្ជាប់វាឧទាហរណ៍ខ្ញុំចង់ភ្ជាប់ឥឡូវនេះអញ្ចឹងមានន័យថាបើសិនបើយើងយក cursor យើងដាក់នៅកន្លែងនេះបើសិនបើយើងភ្ជាប់គឺយើងគ្រាន់តែ click សកត់អូសឡើងលើអញ្ចឹងអានេះគឺវា apply មកនេះឥឡូវឧទាហរណ៍ខ្ញុំដាក់នៅកន្លែងនេះហើយខ្ញុំទាញឡើងលើនេះគឺសញ្ញាព្រួយហើយយើងបន្លែងវាមកអូខេអញ្ចឹងគឺវាធ្វើការជាន់ area ហើយ area នេះគឺវាយកខាងក្រោមឥឡូវឧទាហរណ៍ថានេះខ្ញុំដូរវាខ្ញុំដូរជា CD viewport ឥឡូវខ្ញុំចង់ជាន់អានេះហើយឲ្យមកជាប់ជាមួយនឹងអានេះអូខេដោយរក្សាទុកអានេះដដែលអញ្ចឹងខ្ញុំគ្រាន់តែយក cursor ដាក់នៅកន្លែងនេះមកហើយចាប់ផ្ដើមសកត់ម៉ៅខាងឆ្វេងហើយអូសវាចូល monitor មួយទៀតហើយយើងបន្លែងវាជើងឃើញគឺវាចាប់ផ្ដើមធ្វើការជាន់គ្នាមានថាវាភ្ជាប់គ្នាឡើងវិញឥឡូវឧទាហរណ៍នេះម្ដងអានេះខ្ញុំដូរទៅ editor ផ្សេងទៀតជា UV editor អូខេខ្ញុំចង់ធ្វើការជាន់អានេះចូលមកនេះខ្ញុំយក cursor ដាក់ឲ្យចេញសញ្ញាលេខបូកចឹងមកហើយយើងធ្វើការ click អូសវាមកយើងឃើញសញ្ញាព្រួយរបៀបនេះហើយយើងបន្លែងមកគឺវាចាប់ផ្ដើមជាន់ហើយនៅភ្ជាប់គ្នាហើយយើងអូសចុះក្រោមអូខេនៅកន្លែងនេះគឺมันខុសគ្នាទេរបៀបជាន់អីយើងគ្រាន់តែធ្វើការ click ទាញតម្លាក់វាមកអានេះខ្ញុំទាញតម្លាក់វាដែរអានេះខ្ញុំធ្វើការទាញអូសឡើងទៅលើដើម្បីធ្វើការជាន់អូខេម្ដងទៀតអូខេអញ្ចឹងអានឹងគឺតកតងជាមួយនឹងការ split ការបំបែក area ហើយនឹងការជាន់ area វាមានរបៀបមួយទៀតគឺយើងគ្រាន់តែយក cursor របស់យើងដាក់នៅកន្លែងវាជាវានេះកន្លែងនេះហើយយើងធ្វើការ right click ហើយយើងយកពាក្យថា vertical split នេះមានន័យថាយើងបំបែកវាជាលក្ខណៈប្រឈរ click លើវាមកនឹងឃើញមានបន្ទាត់មួយពេលណាយើង click មានន័យថាយើងតម្លាក់បន្ទាត់ហ្នឹងដើម្បីឲ្យវាបំបែក area របស់យើងអូខេមួយទៀតឧទាហរណ៍ខ្ញុំចង់បំបែកអានេះអញ្ចឹងខ្ញុំគ្រាន់តែធ្វើការ click ហើយយកពាក្យថាយើងចង់បំបែកវាជាលក្ខណៈផ្ដេកក្បាលប្រឈរក្បាលយើងយកប្រឈរចុះអូខេខ្ញុំ click វាមួយអូខេឥឡូវមួយទៀតនៅកន្លែងនេះខ្ញុំឲ្យ click ខ្ញុំយកពាក្យថាជាន់អញ្ចឹងយើងអាចជាន់វាពីឆ្វេងទៅស្ដាំក៏បានឥឡូវខ្ញុំជាន់វាមកខាងរាយខាងស្ដាំ click មកគឺវាជាន់ភ្ជាប់គ្នាឥឡូវឧទាហរណ៍ថាខ្ញុំដូរនេះមកជា image editor អូខេខ្ញុំចង់ជាន់អានេះភ្ជាប់មកនេះខ្ញុំយក cursor ដាក់នៅកន្លែងនេះមកហើយធ្វើការយកពាក្យថាជាន់យើងចង់ជាន់ទៅខាងឆ្វេងឬក៏ចង់ជាន់ទៅខាងស្ដាំអូខេឥឡូវខ្ញុំយកពាក្យថាជាន់ to right click មកអូខេត្រឡប់វាជាន់ខាងរាយនេះគឺវារក្សាទុកដដែលអូខេឥឡូវខ្ញុំដូរមកCD viewport វិញអូខេខ្ញុំសង្ឃឹមថាបងប្អូននឹងយល់អំពីរបៀបនៃការ flip ទៅលើ header ទៅលើក្បាល editor របៀបនៃការលាក់ទៅលើ header ហើយនឹងបង្ហាញទៅលើ editor
ហើយមួយទៀតគឺរបៀបទាក់ទងជាមួយនឹងការ split ទៅលើ area ហើយនិង join area សូមអរគុណសូមជម្រាបលា